បាទជំរាបសួរទាំងអស់គ្នាបាទហើយថ្ងៃនេះក៏ចែកម្លែកទៀតហើយដោយសារទិដ្ឋភាពទាំងអស់នេះវាស្រស់ស្អាតពេកបាទបន្ទាប់ពីភ្លៀងហើយបាទហើយមើលទៅរុក្ខជាតិទាំងអស់នេះល្អមែនតែនបាទល្អណាស់បាទណាឃើញដែងដំឡូងជ្វានេះវាលូនមកដល់នេះហើយកាច់ត្រួយយកទៅស្លមកជូរបានមួយឆ្នាំងហើយបាទហើយណាមើលដៃជីក៏ល្អដែរល្អមែនតែនណាបាទមិនល្អលេងទេណាចឹងហើយបាទខ្ញុំជាតែចែកគ្នាមើលទៅហើយចឹងបងប្អូនអស់គ្នាមើលមកជុំមកបាទហើយចំការច្បារដំណាំហ្នឹងបាទហើយមើលផ្ទីនេះចាប់ផ្ដើមដុះទៀតណាបាទដុះមែនតែនហើយភ្លៀងមួយរយៈនេះវាអត់ច្រើនហ្មងទេប៉ុន្តែវាបង្គួរបាទចាក់ទឹកនេះទៅកុំឲ្យវាកើតមូសហើយមួយទៀតឲ្យសើមដំណាំផងបាទហើយស្ពៃនេះមិនដឹងថាវាដុះមកពីណាខ្ញុំយកមកដាក់បាទមើលទៅល្អមែនតែនបាទនេះអូនេះឃើញទេដឹងស្ពៃអីគេខ្ញុំអត់ដឹងដែរបាទនិយាយទៅនៅពេលខែ Summer នេះគឺមិនខ្វះទេដំណាំដាំដុះហើយវាអត់ខ្វះទេបាទហើយបន្លែប្លុកអីច្រើនណាស់ហើយនេះខ្ញុំទៅតែដាំបងប្អូនឃើញវីដេអូលើកមុនណាបាទខ្ញុំជាដាំតាមពិតខ្ញុំត្រូវដាំស្ពៃហើយមើលអាគ្រាប់ធុញជាតិផ្សេងនៅពេលដែលកាយដីវាមកវាដុះបន្ថែមទៀតបាទមកដុះពេញទៅនឹងមិនដឹងគ្រាប់អីទេបាទហើយមើលត្រង់នេះទៅសក់ពងតែក្តឹបស្បើមស្បើមហ្មងបាទហើយវាអត់ទាន់ដល់ពេលវេលាហើយត្រង់នេះខ្ញុំដាំដូចជាម្រះហើយនឹងពពាយលាយគ្នាអញ្ចឹងបាទហើយដោយសាររវល់អត់បានបំបែកវាអញ្ចឹងទៅមើលវាដុះបាទស្អេកស្កះពេញហ្នឹងហើយចំណែកទៅសក់នៅខាងនោះបានឃើញក្តឹបព្រោះឥឡូវហ្នឹងវាពងផ្កាបាទហើយយើងឃើញម្រះហ្នឹងនេះច្បុកច្បល់គ្នាពេញហ្នឹងរនោងពោះផងអានោងមែនតែនផងបាទនៅពេលធាតុអាកាសវាស្អុះស្អាប់ចេះនិយាយពីវាល្អនោះល្អក្រៃលែងបាទហើយរុកគ្រប់ទីគ្រប់កន្លែងទាំងអស់មើលបាទហើយចឹងបានស្ដាយវីដេអូចេះតាថតចែកគ្នាមើលប្រចាំថ្ងៃចឹងទៅបាទហើយបោះរបរល្អមែនតែនបាទហើយមើលនេះសដែកបាទខានបេះមួយថ្ងៃបងប្អូនមើលច្រើនអូយច្រើនបាទរយីងរយោងទៀតណាមើលអាមួយនេះធំបាទនេះឃើញទេនេះវែងធំបាទគ្រាន់តែអត់បានប្រពន្ធខ្ញុំអត់បានបេះមួយថ្ងៃម្ដងបេះយកទៅណាបងមើលតាំងពីនេះទៅដល់ក្រោមទៀតឃើញទេនេះច្រើនណាស់ផ្លែតាំងពីក្រោមទៅណាឃើញទេនេះអូមើលអានេះឡើងស្អេកស្កះឃើញទេលាក់ដីលាក់អីអស់ហើយមើលខាងនោះនេះល្អមើលផងគេដែរឃើញថាបងប្អូនទាំងអស់គ្នាមើលទាំងអស់គ្នារីករាយទាំងអស់គ្នាអញ្ចឹងបាទខ្ញុំចេះតែថតឲ្យមើលហ្នឹងណាបាទដែកនេះផ្លែដល់បាទផ្លែតែហ្មងដាំធ្វើម៉េចឲ្យផ្លែបាទមិនដឹងដាំធ្វើម៉េចជាតែដាំទៅណាបាទនេះគួរល្អណានេះអូដល់កហ្មងអញ្ចឹងបានខ្ញុំជាតែថតចែកគ្នាមើលម្នាក់ឯងវាបាទវាផ្ទះសារវាហូរពេកដល់អញ្ចឹងទៅយើងថតចែកទាំងអស់គ្នាមើលវាផ្លែតាំងពីគល់ទៅបាទហើយលើពេញប៉ោះក៏អញ្ចឹងដែរហើយផ្លែដល់ស្ដែកនេះបាទតា2ថ្ងៃហ្នឹងតើអត់បេះវាមើលខាងនោះឲ្យយីងអាយងបាទឃើញទេឲ្យយីងអាយងតាំងពីគល់ទៅឃើញទេច្រើនណាស់ហើយថ្ងៃនេះក៏បាទបន្ទាប់ពីភ្លៀងហើយមេឃស្រឡះល្អមែនតែនហើយទេសភាពស្រស់បំព្រងអញ្ចឹងទៅក៏ថតចែកទាំងអស់គ្នាមើលបាទហើយណៃស្អំនេះក៏វាលាស់ត្រួយដែរណាហើយអាខ្មៅនេះបាទរៀងសនេះយើងអាចបដោះបានទៀតហើយខ្ញុំវាអត់សូវមានកន្លែងដាក់អញ្ចឹងទៅបាទឃើញវារីក
ស្គុះស្គាយល្អមែនតែនបាទឃើញទេចឹងហើយបានទិដ្ឋភាពខ្ញុំឃើញក៏ចេះតែចែកគ្នាមើលចឹងទៅបាទខ្សែវីដេអូទាំងអស់ហ្នឹងហើយឥឡូវយើងដើរទៅមើលឃើញនេះរនោងរកកន្លែងវាអត់ឃើញទេបាទចាប់ដាក់តែនេះទៅអាណិតគ្នាចិត្តពេញទ្រើងអស់ហើយបាទចេះតែចាប់សោកដល់តែវាដុះអូតិចតិជុំដូចទឹកអប់ពងខ្ចីដូចពុតៈនិយាយចឹងណាបាទនេះមើលទៅខាងនេះហើយបាទប្រហែលថ្ងៃមុនខ្ញុំថតដែរហើយតែឥឡូវថតទៀតព្រោះវាប្លែកជាងលើកមុនបាទហើយបងប្អូនចាំអីខ្ញុំដាំម្រះព្រៅនេះបាទនិយាយពីល្អណាស់អាខ្លះផ្កាបាទហើយហួសរដូវឃើញមកជួរហ្នឹងខ្ញុំដាំរស់ទាំងអស់អត់មានដើមណាងាប់ទេគឺល្អមែនទែនម្រះព្រៅបាទហើយយើងមើលឃើញតែផ្កាសេមន់នេះគឺស្អាតមែនទែនហើយវាថ្ងៃនេះវាមេឃស្រឡះអញ្ចឹងបាទហើយវាឃើញផ្កាអីចេញមកស្អាតមែនទែនបាទហើយខ្ញុំមិនដឹងថានៅក្នុងវីដេអូនេះស្អាតអត់ទេប៉ុន្តែនៅខាងក្រៅស្អាតណាស់បាទអញ្ចឹងហើយផ្ទីនេះដល់ពេលផ្កាទៀតហើយណាបាទតែផ្កាតែអត់មើលទុកឲ្យវាផ្លែជ្រុះគ្រាប់វីវធំហើយកលាបនេះចឹងដែរបាទត្រូវការមើលថែមែនទែនហ្នឹងឯងកលាបហ្នឹងហើយបើអត់ទេវាអត់ផ្កាហើយត្រូវកាត់ចាស់ហ្នឹងចោលបានផ្កានេះងាប់អត់បានកាត់ផងបាទវាក្តៅថ្ងៃនេះក្តៅបាទក្តៅមែនទែនព្រោះភ្លៀងហើយបាទហើយពេលក្តៅអញ្ចឹងនិយាយពីតសក់តឡាចបាទរបស់ដែលវាហ្នឹងលពៅអីល្អខ្ញុំអត់បានចុះទៅក្រោមទេណាឃើញដើមចេកដើមអីល្អជាពិសេសបាទផ្កាទាំងអស់នេះវាមានពណ៌លឿងពណ៌ក្រហមពណ៌ផ្កាឈូកផ្កាហ្នឹងណាពណ៌លឿងនេះល្អមែនតែនបាទហើយខ្ញុំបានពូជហើយទិញពីដុល្លារ50ពី Home Depot មកផ្កាហ្នឹងល្អមែនតែនផ្កាយើងមានតែនៅស្រុកខ្មែរផ្កាហ្នឹងណាបាទហើយខ្ញុំនឹងទុកពូជវាបាទហើយព្រោះទៅឆ្នាំក្រោយឃើញរីកស្គុះស្គាយហើយមើលខាងក្រោមអូដល់ហើយបាទក្តៅហ្មងហើយប៉ុន្តែក្តៅថ្ងៃនេះអត់រមាស់ទេបាទប៉ុន្តែវាក្តៅនេះបានធ្វើរោងជ្រោកហើយមើលនេះវានាំនេះបជ្រៀតវាមកចូលនៅក្នុងតូបនេះទៀតហើយខ្ញុំអត់ទាន់បានដាក់អីឲ្យវាទៀតណាបាទហើយមើលតែសក់នេះផ្លែធំមិនមែនតែសក់ផ្អទេបាទវាពងក្តឹបចាំមើលតែវាផ្លែនោះពងក្តឹបនៅនោះទៀតនោះក្តឹបតែក្តឹបហើយបាច់ទេហើយតែផ្លែមិនដឹងយកទៅណាទេអានេះបាទមើលវាធ្លាក់មកអានេះដើមតឡាចទេបាទហើយតឡាចព្រោះផ្លែដែរនេះចូលក្រោមម្លប់នេះបាទម្លប់ជាក់ស្រួលបាទជាក់ស្រួលនៅក្រោមនេះណាធ្វើទៅគឺបានជាក់ស្រួលចែកទាំងអស់គ្នាមើលហើយតឡាចបាទពងផ្លែដល់ហើយនោងពោះនេះក៏ផ្លែដូចគ្នាបាទឃើញទេនេះផ្លែពុនខ្ញុំទឹមតែបេះអស់ហ្នឹងហើយតាមពុតផ្លែវាច្រើនណាស់បាទហើយអាហ្នឹងវាមិនមែនតដែលទេបាទវាផ្សេងដតីទៀតហើយចំណែកលឹកតយនេះក៏ល្អនិយាយទៅល្អទាំងអស់បងប្អូនមើលហើយមិនដឹងថាបេះយកទៅណាទេនេះដែកហ្នឹងស្អីក៏ល្អបុកសដែកហើយយើងញ៉ាំមួយក្តាតណាបាទល្អណាស់ហើយដីសើមឃើញទេណានេះឃើញដើមរុក្ខជាតិជុំវិញផ្ទះខ្ញុំល្អទាំងអស់បាទវាចូលចិត្តហប់អញ្ចឹងដីនេះខ្ញុំទើបតែចាក់ថ្មីវាអត់ទាន់ដុះអីទេបាទហើយមើលស្ដែកទៀតនៅជុំវិញឃើញទេច្រើនណាស់មិនតិចទេបាទមកមើលបានដឹងថាវាច្រើនតាំងពីគុលមកនេះឃើញពុនខ្ញុំមកហ្នឹងខ្វាកទៀតហើយបេះហើយផ្លែ fig ផ្លែអីក៏ទុំដែរថ្ងៃនេះពុនខ្ញុំមកគាត់មកប្រមូលភពផលហើយខ្ញុំអ្នកដាំ
ពុនខ្ញុំអ្នកប្រមូលភពផលបាទហើយមើលដលងមីនេះគាត់ថាល្អណាស់ហើយស្លឹកដែលនេះក៏ល្អដែរយកស្លកោបាទស្លឹកម្រុំបាទហើយចំណែកដែលដើមរំដេងខ្ញុំនេះក៏ល្អមែនតែនបាទហើយមើលទៅល្អដល់អាផ្កានេះខ្ញុំនិយាយវាមានគ្រប់ពណ៌វាបាទហើយស្អាតមើលទៅស្អាតមែនតែនផ្កាស្បៃរឿងខ្ញុំក៏អញ្ចឹងដែរជាថតចែកគ្នាមើលអញ្ចឹងបើមើលម្នាក់ឯងមើលវានៅសល់មិនដឹងយកទៅណាឡើយបាទខ្ញុំចូលចិត្តបង្កើត content វីដេអូអញ្ចឹងទៅបានមើលទាំងអស់គ្នាហើយទ្របនេះនិយាយពីផ្លែណាបាទមិនដឹងបេះយកទៅឯណាទេហើយមាត់តែពីរអ្នកតាយាយបាទចេះបេះឲ្យគេអញ្ចឹងអ្នកធ្វើការអីខ្លះហើយប្អូនខ្ញុំបេះស្ដែកគួរយកទៅទាំងកងឲ្យហ្នឹងគាត់មិនដឹងធ្វើអីទុកយូរលួយអស់បាទហើយនេះផ្លែតែ3ដើមទេបាទហើយផ្លែច្រើនតាហ្នឹងហើយនេះមើលអាផ្កានេះពណ៌នេះវាមានគ្រប់ពណ៌ផងវាបាទមិនមានតែមួយពណ៌ទេគឺមានគ្រប់ពណ៌បាទគួរល្អមើលណាហើយមើលម្ទេសអានេះអត់ទាន់ផ្លែទេវាទៀបទឹមក្តឹបបាទហើយចំណែកអានេះខ្ពស់គឺផ្លែសម្បើមបាទផ្លែហ្មងមួយនេះអត់ទៅផ្លែទេអាខ្ពស់នេះតែបាទមួយនេះផ្លែច្រើនណាស់ហើយនេះក៏ចឹងដែរផ្លែបាទដាំអឺបេះទុកចឹងទៅបាទចឹងបាទនាំឲ្យខ្ញុំចេះទទួលទានម្ទេសស្ដាយវាម្ទេសនេះខ្ពស់បាទឃើញទេហើយហើយផ្កាម្លិះនេះក៏រីកដែរបាទកាលណាគ្រីនេះអត់ទាន់ដាក់ជីវាទាញយកមកខាងក្រៅតាមពិតវាមានផ្កាវាក្អូបល្អមែនទែនបាទហើយគាត់ដល់បង្ហាញការតាំងពីពណ៌ផ្សេងហើយនេះណាផ្លែម្ទេសផ្លោកនិយាយពីផ្លែគ្រប់ឆ្នាំងទាំងអស់បាទឃើញទេនេះបូបាទបេះយកទៅជ្រលក់ទឹកគ្រឿងជ្រលក់ប្រហុកអីភ្លាមដូចខ្ញុំជម្រាបអញ្ចឹងបាទមាត់តែពីរអញ្ចឹងទៅវាញ៉ាំមិនអស់ទេយកឲ្យគេបាទបេះឲ្យគេអញ្ចឹងទៅហើយចំណែកនេះស្លឹកក្រូចនេះក៏ល្អដែរបាទពុនខ្ញុំអត់បាច់ទិញគេទេគឺបេះហ្មងបេះយកទៅទុកហើយមួយទៀតបាទនេះម្ទេសខួបទេសដាក់ថោពីឆ្នាំទៅមិញទេសនេះឆ្ងាញ់ផ្លែល្អមែនតែនបាទយីខ្វាកបាទជាពិសេសថ្ងៃនេះឃើញវាត្រួយវាលាស់ហ៎បាទវាលាស់ល្អមែនតែនហើយបាទបងប្អូនចូលចិត្តជួយ comment ផ្ដល់កម្លាំងចិត្តផងបាទជួយ like ជួយ share អីចឹងទៅបាទអំពីចំការច្បារដំណាំផិនតាម៉ៃស្លឹកក្រូចនេះក៏វាបាទលាស់ល្អមែនតែនហើយខ្ញុំនាំទៅបង្ហាញអំពីបាទស្លឹកនេះស្លឹកកទ្រូបពីក៏ទ្រូបនេះនិយាយពីសបោតែមួយដើមវាមកងាប់ហើយមិនខ្ញុំថាទុកចោលឲ្យវារស់យកមកវិញតាមពិតខ្ញុំចោលអស់ហើយបើតំណាងនៅសល់មួយដើមដែរពេលកូនវាដុះដល់កហើយមើលស្លឹកវាឡំជូរគ្រឿងសាច់គោយាវតិចអូឆ្ងាញ់ណាស់ពិសេសហ្មងបាទពិសាលតែម្ដងបាទមើលខ្ចប់បាក់រំភើយបាទទេសភាពស្អាតណាស់ហើយបាទនេះវាដូចនៅទួលភ្នំវាជាភ្នំមានជ្រោះមានជ្រងឡងដងអូយចឹងទៅបាទមានដើមឈើខ្ពស់បាទខ្ពស់មើលផ្ទះខ្ញុំនឹង3ជាន់ព្រោះដីយើងមើលដីខាងនេះ2ជាន់ទេបាទហើយយើងទៅមើលទៅនោះវាចម្រៀលចឹងបានខ្ញុំចាក់កន្លែងនេះលើកមុនអត់មានទេខ្ញុំចាក់តាមផ្លូវដើរហ្នឹងឲ្យរៀបអញ្ចឹងទៅបាទមើលទៅស្អាតម្យ៉ាងដែរហើយខ្ញុំមើលជីសង្កហុំល្អណាស់បាទហើយជីនឹងវងក៏ល្អស្លឹកក្រូច
ជាពិសេសម្អមនេះបាទខែនេះនឹកឃើញបុកក្តាមអូដល់កធំក៏អូបបាទឆ្ងាញ់ណាស់ជាការតាំងពីពណ៌នឹកអនុស្សាវរីយ៍ផ្សេងពីស្រុកខ្មែរអ្នកខ្លះឃើញម្អមក៏នឹកអនុស្សាវរីយ៍ផ្សេងអញ្ចឹងណាបាទអញ្ចឹងបានខ្ញុំចេះតែថតហ្នឹងហើយធុំស្លឹកក្រូចទៅក៏អនុស្សាវរីយ៍ផ្សេងហើយចំណែកជីសង្កហុំនេះក៏អញ្ចឹងដូចគ្នាបាទក៏ឃើញអនុស្សាវរីយ៍ផ្សេងអញ្ចឹងទៅហើយបាទហើយត្រប់នេះបងប្អូនដឹងជួយប្រាប់ផងហើយឲ្យទៅបងប្អូនថតមួយក៏ឃើញក្រហមអញ្ចឹងណាក្រហមដូចម្ទេសផ្លោកអញ្ចឹងបាទមិនដឹងជាត្រប់អីអាហ្នឹង first time ហើយនៅក្នុងជីវិតខ្ញុំដែលបានឃើញត្រប់ទាំងអស់ហ្នឹងហើយអាហ្នឹងខ្ញុំអត់ដឹងថាត្រប់អីទេបាទហើយស្មៅក៏លូតលាស់ល្អមែនតែនបាទហើយនេះនាំបងប្អូនទៅមើលអានោះតិចបាទអនុស្សាវរីយ៍មិនមែនយើងមិនមានទេមានគ្រប់គ្នាបាទជាពិសេសប៉ុន្តែទុនសាយវាស៊ីអស់ហើយម្ដុំនេះណាទុនសាយហើយនេះអនុស្សាវរីយ៍នៅស្រុកយើងតកួនស្រែខ្ញុំនឹកឃើញនៅទួលគោកខ្ញុំបេះតកួនហ្នឹងឯងតកួនវាទៅតកួនជ្រូកអញ្ចឹងណាបេះយកទៅលក់ហើយមួយបាច់10រៀលបាច់10រៀលណាអនុស្សាវរីយ៍ខ្ញុំអញ្ចឹងបានខ្ញុំត្រេកអរណាពូជតកួនស្រែហ្នឹងវាលំបាកនឹងរកណាបាទដោយសារបងថ្លៃខ្ញុំក៏បានមកកញ្ចប់ពីណាមកទេក៏យកមកឲ្យនេះហើយយើងឃើញតងវានេះអូដល់កឆ្ងាញ់ណាបាទហើយអានេះបើយើងមានផនធំបាទដាក់ដាំតកួនហ្នឹងនិយាយពិសេសវាមានអីថារសជាតិបាទអស្ចារ្យប្រមាណនេះប៉ុន្តែវាជាអនុស្សាវរីយ៍បាទរំលឹកអំពីស្រុកខ្មែរយើងបាទដែលយើងធ្លាប់ឆ្លងកាត់ណាយើងមើលទៅដូចខ្ញុំព្រោះឃើញតកួននេះខ្ញុំនឹកឃើញនៅទួលគោកនៅបឹងតាយ៉ាបបាទហើយដើរបេះជាមួយបងខ្ញុំអានេះយកមកឆ្លមកជូរឆ្ងាញ់ណាបាទអាហ្នឹងវាជារសជាតិមួយដែលយើងរំលឹកនៅអនុស្សាវរីយ៍បាទហើយជីនេះក៏ជាផ្នែកមួយដែរបាទដែលនៅក្នុងអនុស្សាវរីយ៍ផ្សេងហើយជាពិសេសគឺដើមស្រូវហ្នឹងហ្មងបាទហើយយើងឃើញទឹកចាបចេះហើយយើងមិនធ្លាប់ទេធ្លាប់ឆ្លងកាត់បាទគឺអនុស្សាវរីយ៍ផ្សេងហើយខ្ញុំដាំស្រូវទាំងអស់នេះដើម្បីរំលឹកនៅអនុស្សាវរីយ៍ទេបាទហើយសំណាងបានគ្រាប់ពីផ្ទះអាម៉ៅដែលយើងឃើញការទៅឡើងផ្ទះគាត់ខ្ញុំនិយាយលេងមកគាត់ហ្នឹងហើយពូជបានមកពីគាត់ហ្នឹងហើយដល់សប្តាហ៍ថ្ងៃហើយភាគច្រើនខ្ញុំដាំរាល់ឆ្នាំហើយឆ្នាំទៅមិញខ្ញុំក៏អត់បានបាទថែទាំអីក៏វាផ្លែអត់ទៅល្អឆ្នាំនេះក៏អញ្ចឹងអត់ទៅបានថែទាំបាទក៏ឃើញទឹកចាបហ្នឹងនឹកអនុស្សាវរីយ៍ហើយក៏ខ្ញុំមានអនុស្សាវរីយ៍នៅដើមដែងនេះចង់តែផ្លិចដើមស្នោនេះដែរបាទហើយខ្ញុំកាលហ្នឹងសម័យពលពតបែកហើយខ្ញុំទៅនៅដូនអោកបាទច្បូរស្នោខ្ញុំឡើងបេះកាស្នោអញ្ចឹងទៅស្រាំងបន្តិចខ្ញុំធ្លាក់ក្បាក់មកខាងក្រោមបាទព្រោះវាទឹកនៅក្រោមបាទវាសិតតែអនុស្សាវរីយ៍ទាំងអស់បាទអ្វីហើយដើមចេកដើមអីនេះក៏ល្អមែនតែនបាទមិនធម្មតាល្អមែនបាទចឹងហើយខ្វាកមិនដឹងយកទៅណាមើលតែម្នាក់ឯងក៏វាអត់ស្ងប់ចែកគេមើលផងបាទហើយអាផ្លែហ្វិកនេះធំបាទប្រព័ន្ធកដៃអាចៅកាជើនោះទុំ4 5ទៀតហើយនេះសិលមិញពូនខ្ញុំបេះ4 5ថ្ងៃនេះទុំទៀតបាទអមយ៉ាងដែរបាទហើយផ្លែហ្វិកនេះឆ្ងាញ់បាទមិនធម្មតាទេឆ្ងាញ់ចឹងណាខាងនេះ2យ៉ាងធំនេះផ្លែហ្វិកពីអូមានសត្វកង្កែបអីនៅហ្នឹងទៀតនេះកង្កែបបងប្អូនឃើញកង្កែបអីសបាទប៉ុន្តែប្រយ័ត្នតិចទៅឃើញលោវាពុលអីកែបណាបាទមើលទៅផ្លែហ្វិកនេះធំមើលឃើញកង្កែបវាក្រាបនៅកោបនៅហ្នឹង
បាទគួរឲ្យជឿសោះបាទអញ្ចឹងបាទខ្ញុំថតឲ្យមើលទេសភាពបាទហើយផ្លែធំអានេះមើលនេះអានេះច្បាស់អានេះរាងតូចទេបាទហើយមើលអាមួយនេះវាធំក្អុកហ្មងក្អុកផ្លែហ្វិកបាទឆ្ងាញ់បាទធានារ៉ាប់រងគុណភាពគឺដីជាការខ្ញុំគឺផ្អែមហ្មងបាទអីក៏ផ្អែមទាំងអស់មើលទិដ្ឋភាពបាទថតខ្លះហើយនៅខាងមុខទៀតសារស្កាយវីដេអូនេះវាវែងពេកបាទអញ្ចឹងអរគុណច្រើនបាទបងប្អូនទស្សនាតាមដានហើយជួយគាំទ្រម្នាក់មួយផងបាទដល់កម្លាំងចិត្តដូចជា comment លេងសើចអីជាដើមដូចជាក្នុងការ like អីចឹងទៅបាទឃើញ like ច្រើនគឺមានកម្លាំងចិត្តច្រើនជាផលិតខ្សែវីដេអូចែកគ្នាមើលចឹងណាបាទវាជាលក្ខណៈជីវិតធម្មតាសាមញ្ញធម្មតា simple life បាទចឹងអរគុណច្រើនបាទជម្រាបលាសុខសប្បាយទាំងអស់គ្នាបាទជួយតាមដានទស្សនាផងបាទបាយបាយ